នេះគឺជាប្រវត្តិសង្ខេបនិងស្នាដៃដ៏សំខាន់របស់អ្នកភិរមភាសាអ៊ូហៅក្រុមងុយដែលជាបេតាអក្សរសិល្ប៍ខ្មែរនិងជាកវីដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា1ប្រវត្តិផ្ទាល់ខ្លួនឈ្មោះកំណើតរបស់លោកគឺអុកអ៊ូហៅងុយគោរមងារអ្នកភិរមភាសាអ៊ូទទួលបានពីព្រះបាទស៊ីសុវត្ថិថ្ងៃខែឆ្នាំកំណើតលោកកើតនៅឆ្នាំ1865ទីកន្លែងកំណើតភូមិមណ្ដងស្វាយឃុំកំបូលស្រុកភ្នំពេញបច្ចុប្បន្នជាខណ្ឌកំបូលរាជធានីភ្នំពេញឪពុកម្ដាយឪពុកមានងារជាចៅពញាធម្មធារាអុកមេឃុំកំបូលនិងម្ដាយឈ្មោះអៀង2ការសិក្សានិងជីវិតការងារការសិក្សាកាលពីកុមារលោកបានទៅរៀនសូត្រនៅវត្តបឹងចកភូមិបែកស្កុកឃុំបែកចានលោកបានបួសជាសាមណេរនិងភិក្ខុភាវៈដោយបានសិក្សាធម៌វិន័យនិងបាលីយ៉ាងស្ទាត់ជំនាញការងារក្រោយពីលាចាកសិក្ខាបទលោកបានចូលបម្រើរាជការជាស្មៀននិងជាអ្នកបកប្រែឲ្យលោកទេសាភិបាលបារាំងដោយសារសមត្ថភាពនិងការងារល្អលោកទទួលបានងារជាក្រមទើបអ្នកស្រុកនិយមហៅលោកថាក្រមងុយជាប់រហូតមក3ទេពកោសល្យនិងការតែងនិពន្ធក្រមងុយមានទេពកោសល្យពិសេសក្នុងការច្រៀងនិងតែងកំណាព្យភ្លាមៗកវីចុងមាត់ដោយប្រគំជាមួយនឹងឧបករណ៍តន្ត្រីបុរាណម្យ៉ាងគឺខ្សែដៀវការទទួលស្គាល់ពីព្រះមហាក្សត្រស្នាដៃរបស់លោកល្បីរន្ទឺរហូតដល់ព្រះបាទស៊ីសុវត្ថិបង្គាប់ឲ្យចូលគាល់និងច្រៀងថ្វាយដោយពេញប្រតិយនឹងវោហារស័ព្ទព្រះអង្គបានប្រទានងារជាអ្នកភិរមភាសាអ៊ូការជួបជាមួយបារាំងលោកស្រី Zuizan Cabale នាយកវិទ្យាស្ថានពុទ្ធសាសនបណ្ឌិតបានចាប់អារម្មណ៍លើស្នាដៃលោកយ៉ាងខ្លាំងហើយបានអញ្ជើញលោកមកច្រៀងដាក់កាសែតសំឡេងដើម្បីបោះពុម្ពផ្សាយជាសៀវភៅទុកជាកេរដំណែល4ស្នាដៃសំខាន់ស្នាដៃរបស់ក្រុមងុយភាគច្រើនជាកំណាព្យអប់រំទូមានព្រានប្រដៅអំពីសីលធម៌ការរស់នៅការរកស៊ីនិងការស្រឡាញ់ជាតិស្នាដៃល្បីៗរួមមាន1ច្បាប់ល្បើកថ្មីឆ្នាំ1922 2ច្បាប់កេរកាលថ្មីឆ្នាំ1922 3សេចក្តីរំលឹកដាស់តឿនឆ្នាំ1931ពាក្យការប្រដៅជនប្រុសស្រីកម្រងបណ្ដាំក្រុមងុយទស្សនវិជ្ជាសំខាន់របស់លោកតែងតែដាស់តឿនខ្មែរឲ្យខិតខំរៀនសូត្រកុំឲ្យចាញ់បោកបរទេសឲ្យចេះសាមគ្គីគ្នានិងឲ្យតម្លៃលើកសិកម្មឃ្លាដ៏ល្បីមួយរបស់លោកគឺវង្វេងបារាំងសាបសូន្យសាសនាវង្វេងដុល្លារសាបសូន្យជាតិនេះជាអត្ថន័យសរុបនៃទស្សនៈរបស់លោកទោះបីជាពាក្យពេចន៍លក្ខអាចប្រែប្រួលតាមការដកស្រង់ក៏ដោយ5មរណភាពក្រុមងុយបានទទួលមរណភាពនៅថ្ងៃសុក្រ6កើតខែធ្នូឆ្នាំ1936ក្នុងជំនាយុ71ឆ្នាំដោយរោគគាពៀតសរុបសេចក្តីមកក្រុមងុយមិនត្រឹមតែជាកវីប៉ុណ្ណោះទេលោកគឺជាអ្នកអប់រំចិត្តសាស្ត្រនិងជាអ្នកស្នេហាជាតិដ៏អស្ចារ្យម្នាក់ពាក្យពេចន៍របស់លោកនៅតែមានតម្លៃនិងត្រូវបានយកមកសិក្សារហូតដល់សពថ្ងៃនេះ